សួស្តីអ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំកំពុងនៅមន្ទីរពេទ្យការសម្ផស្សវៀតមីមន្ទីរពេទ្យការសម្ផស្សវៀតមីដែលជាមជ្ឈមណ្ឌលការសម្ផស្សដ៏ធំនិងមានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុតមួយនៅក្នុងទីក្រុងហូជីមិញដែលមានទីតាំងនៅចំកណ្ដាលក្រុងសង្កាត់លេខ1ត្រូវបានរចនាឡើងតាមស្តង់ដារមន្ទីរពេទ្យការសម្ផស្សអន្តរជាតិជាមួយនឹងឧបករណ៍ទំនើបដែលតែងតែនៅជួរមុខក្នុងការអនុវត្តវិធីសាស្ត្រវះកាត់ការសម្ផស្សទំនើបបំផុតដែលមាននាពេលបច្ចុប្បន្នរួមជាមួយនឹងក្រុមវិជ្ជបណ្ឌិតដែលមានបទពិសោធន៍និងបានទទួលការបណ្ដុះបណ្ដាលនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោកមន្ទីរពេទ្យការសម្ផស្សវៀតមីប្រាជ្ញានាំមកជូនលោកអ្នកនូវទំនុកចិត្តនិងការពេញចិត្តដែលធ្វើឲ្យក្តីសុបិនរបស់អ្នកក្លាយជាការពិតសម្រាប់លីលីមន្ទីរពេទ្យការសម្ផស្សវៀតមីគឺជាកន្លែងដែលស្គាល់ចិត្តស្និទ្ធខ្លាំងបំផុតហើយក៏ជាដៃគូក្នុងដំណើរការរបស់លីនីក្នុងការបង្កើនសម្រស់និងរូបរាងរបស់នាងខ្ញុំមានមិត្តភ័ក្តិនិងស្ត្រីជាច្រើនរបស់លីលីបានទទួលសេវាកម្មការព្យាបាលនិងការសម្ផស្សជាច្រើននៅទីនេះហើយមន្ទីរពេទ្យការសម្ផស្សវៀតមីបានជួយពួកគេឲ្យកាន់តែស្រស់ស្អាតនិងមានទំនុកចិត្តនៅក្នុងជីវិតថ្ងៃនេះលីលីបានមកមន្ទីរពេទ្យការសម្ផស្សវៀតមីដើម្បីទទួលបានបទពិសោធន៍នៃសេវាកម្មចាក់ filler បំពេញបបូរមាត់ខ្ញុំឃើញថាសប្តាហ៍ថ្ងៃនេះស្ត្រីជាច្រើនកំពុងធ្វើតាមនិន្នាការនៃការចាក់បបូរមាត់ដើម្បីធ្វើឲ្យបបូរមាត់កាន់តែទាក់ទាញតើខ្ញុំគួរជ្រើសរើសការវះកាត់ឬការចាក់ filler ឥឡូវនេះបបូរមាត់មាន2វិធីសម្រាប់ជ្រើសរើសទី1គឺការវះកាត់និងទី2ការចាក់បំពេញ filler ខ្ញុំគិតថាបងអូនមិនចាំបាច់វះកាត់បបូរមាត់ទេព្រោះវាគ្រាន់តែខ្វះខាតបន្តិចបន្តួចដូច្នេះការបំពេញវានឹងធ្វើឲ្យកាន់តែទាក់ទាញ filler ភាសាអង់គ្លេសបានន័យថាបំពេញហើយម៉ាកដែលល្អបំផុតនោះគឺមកពីម៉ាកស្វីសកូរ៉េនិងអាមេរិកJuvederm គឺជាម៉ាក filler មួយដែលល្អបំផុតវាមានរយៈពេលពី12ទៅ14ខែហើយសារធាតុនេះល្អណាស់វាមិនបង្កឲ្យមានផលវិបាកអ្វីឡើយហើយប្រសិនបើអ្នកលែងចូលចិត្ត filler នេះមានសារធាតុរំលាយដែលអ្នកអាចចាក់ដើម្បីរំលាយវាភ្លាមដូច្នេះវាជាផ្នែកមួយនៃសុវត្ថិភាពបំផុតដែលមាននាពេលបច្ចុប្បន្ននៅពេលដែលយើងចាក់ថ្នាំ filler តើវានឹងហើមឬឈឺចាប់ខ្លាំងទេមុនពេលយើងចាក់ខ្ញុំនឹងលាបថ្នាំស្ពឹកលើបបូរមាត់របស់ប្អូនជាមុនហើយជាធម្មតាវាហើមរយៈពេល2ថ្ងៃដំបូងប្អូនមិនចាំបាច់តមអ្វីទាំងអស់បបូរមាត់នឹងស្ងួតក្នុងរយៈពេល2ថ្ងៃនោះក្រៅពីការចាក់ filler តើសារធាតុបំពេញនេះអាចប្រើសម្រាប់សេវាកម្មផ្សេងទៀតបានទេ filler មិនមែនសម្រាប់តែបបូរមាត់ទេអាចចាក់វានៅកន្លែងណាដែលយើងខ្វះខាតមនុស្សមួយចំនួនមានចង្ការខ្លីដូច្នេះពួកគេចាក់ filler ចូលដើម្បីធ្វើឲ្យចង្ការល្មមហើយខ្លះមានច្រមុះទាបដូច្នេះពួកគេចាក់ filler ដើម្បីធ្វើឲ្យច្រមុះរបស់ពួកគេមើលទៅស្រស់ស្អាតជាងមុននឹងសម្រាប់ចាក់បញ្ចុះបបូរមាត់ខ្ញុំពិតជាព្រួយបារម្ភខ្លាំងណាស់អំពីការចាក់ filler ចូលទៅក្នុងខ្លួនរបស់ខ្ញុំប៉ុន្តែបន្ទាប់ពីពិគ្រោះជាមួយគ្រូពេទ្យនិងទទួលបានការពន្យល់កាន់តែច្បាស់អំពីការចាក់ filler ខ្ញុំមានអារម្មណ៍ជឿជាក់ទាំងស្រុងហើយបានប្រគល់សម្រាប់របស់ខ្ញុំទៅឲ្យវៀតមីមុនពេលចាក់បញ្ចុះបបូរមាត់ខ្ញុំក៏បានទទួលការពិគ្រោះយោបល់និងការពិនិត្យសុខភាពដែលបន្ទាប់មកបានបង្កើតផែនការកែរាងបបូរមាត់ដែលស័ក្តិសមបំផុតសម្រាប់រាងកាយនិងទម្រង់មុខរបស់ខ្ញុំបន្ទាប់មកកំណត់បរិមាណ filler ដែលត្រូវចាក់ដើម្បីបង្កើតបបូរមាត់ដ៏ល្អឥតខ្ចោះបំផុតនិងដាក់ថ្នាំស្ពឹកស្រាលជាចុងក្រោយគ្រូពេទ្យបានចាក់ filler ចូលទៅក្នុងបបូរមាត់ដើម្បីបង្កើតរូបរាងបបូរមាត់ឲ្យខ្ញុំដូច្នេះក្នុងរយៈពេលត្រឹមតែ3ជំហានប៉ុណ្ណោះខ្ញុំមានបបូរមាត់ដែលពេញនិងផ្អែមល្ហែមហើយក្នុងនាមជាស្ត្រីចូលថែរក្សាខ្លួនឯងឲ្យកាន់តែស្រស់ស្អាតមានទំនុកចិត្តនិងមានសុភមង្គលនៅក្នុងជីវិតមន្ទីរពេទ្យការសម្ផស្សវៀតមីប្រែក្លាយសុបិនរបស់អ្នកឲ្យទៅជាការពិត